ប៉ាត់ស្មន់យោងតាមច្បាប់ស្តីពីឯកពន្ធភាពឆ្នាំ2006ដែលបានបញ្ញត្តិដើម្បីធានាការពារសេចក្តីថ្លៃថ្នូរនិងពង្រឹងសុខដុមរមនាសុភមង្គលក្នុងគ្រួសារនិងគោរពសិទ្ធិគ្នាទៅវិញទៅមកក៏វាងប្តីនិងប្រពន្ធឲ្យស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាស្មារតីមាត្រា5នៃច្បាប់ស្តីពីឯកពន្ធភាពបានបញ្ជាក់ថាត្រូវចាត់ទុកថាស្មន់បុរសនិងស្រីណាដែលជាប់ចំណងជាញាតិលោហិតញាតិដែលមានឈាមជ័រជាមួយគ្នាឪពុកម្ដាយកូនឬញាតិពន្ធសាច់ថ្លៃឪពុកម្ដាយក្មេកនិងកូនប្រសារបងថ្លៃប្អូនថ្លៃជាដើមនឹងគ្នាហើយរួមសេវនកិច្ចជាមួយគ្នាដោយឡែកមាត្រា5មួយត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់គឺបុរសនិងស្ត្រីដែលជាប់ចំណងជាញាតិលោហិតឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ទោះចំណងនោះមានខណ្ឌស្លាក្ដីឥតខណ្ឌស្លាក្ដីឬជាសាច់ចិញ្ចឹមក្ដីបានរួមសេវនកិច្ចជាមួយគ្នាបុរសនិងស្រីដែលជាប់ចំណងសាខាញាតិនឹងគ្នាទោះសាខាញាតិនោះមានខណ្ឌស្លាក្ដីឥតខណ្ឌស្លាក្ដីចិញ្ចឹមក្ដីរួមម្ដាយក្ដីរួមឪពុកក្ដីរួមម្ដាយឪពុកក្ដីជាញាតិលោហិតក្ដីឬជាញាតិពន្ធក្ដីរហូតដល់ថ្នាក់ទី3រាប់ទាំងថ្នាក់នេះផងបានរួមសេវនកិច្ចជាមួយគ្នាករណីដែលបានប្រព្រឹត្តដូចមានចែងក្នុងមាត្រា5និងមាត្រា6នៃច្បាប់ស្តីពីឯកពន្ធភាពត្រូវចាត់ចូលជាអំពើស្មន់លើបុគ្គលដែលបានប្រព្រឹត្តល្មើសនិងត្រូវផ្តន្ទាទោសចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា6ខាងលើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែដល់1ឆ្នាំនិងផ្តន្ទាទោសពិន័យជាប្រាក់ពី200,000រៀលដល់1លានរៀលឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរប៉ុន្តែប្រសិនបើមានសហព័ន្ធម្ខាងស្លាប់ហើយសហព័ន្ធដែលនៅរស់អាចរួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី2បងថ្លៃឬប្អូនថ្លៃនិងទី3ក្មួយសាច់ថ្លៃឬមីងពូសាច់ថ្លៃបានដោយពុំចាត់ទុកជាអំពើស្មន់ទេពោលបើប្តីឬប្រពន្ធបានស្លាប់ភាគីដែលនៅរស់អាចបង្កើតចំណងអាពាហ៍ពិពាហ៍ឬរួមសេវនកិច្ចជាមួយសាច់ថ្លៃឬសាច់ផ្ទាល់របស់សាច់ថ្លៃបាន